សួស្តីនៅក្នុងវីដេអូនេះគឺខ្ញុំទៅ install ឬក៏បង្កើត project Laravel តាមរយៈ Composer នេះគឺជា website របស់ Laravel ចឹងនៅពេលដែលយើងចូលក្នុងទៅវាចេញ dashboard អញ្ចេះខ្ញុំចូល get started មកចឹងដោយសារតែឥឡូវគឺ version របស់ Laravel គឺមិនមែន version 12ចឹងវាអាច version ដំបូងគេគឺ 4.2 អូខេ last tag កន្លែងនេះសម្រាប់ Laravel base គឺមានគេ version master នេះតែដោយសារតែយើង install យកមែន version 12ចឹងនេះខ្ញុំវាយយក composer មកដោយសារតែនៅក្នុង version 12នេះតើតងបង្កើត Laravel តាមរយៈ composer ដូចជាគេអត់មានចឹងខ្ញុំអាច search យក composer create មើលអានេះគឺតាមរយៈអីគេដែលយើង install Laravel ហ្នឹងជា global អញ្ចឹងវាអត់ត្រូវនឹងគោលបំណងរបស់យើងទេបាទដោយសារតែសម័យឥឡូវគឺភាគច្រើនគេពេញនិយមតាក់ទងពាក្យថា write code ឬក៏ write coding អញ្ចឹងខ្ញុំអាចចូលនៅក្នុង ChatGPT មក install Laravel write composer បាទចឹងសម្រាប់កន្លែងនេះគឺជា syntax របស់គេអានេះគឺជាឈ្មោះ project ចឹងខ្ញុំអាច copy នេះមកចឹងខ្ញុំអាចចូលក្នុង project របស់ខ្ញុំតាក់ទងឬក៏ខ្ញុំចូលក្នុង 3D មកដោយសារតែខ្ញុំបាន install តាក់ទង Git ឬក៏ Git Bash នៅលើ Windows ចឹងខ្ញុំបើកជាមួយវាមកចឹងដល់តាក់ទងនៅក្នុង Git Bash យើងចង់ paste វាចូលយើងចុច Ctrl C អក្សរ V មកចឹងយើងមើល syntax របស់គេ syntax កន្លែងនេះគឺ my project មានន័យថាជាឈ្មោះ project របស់យើងសម្រាប់ឈ្មោះ project ខ្ញុំដាក់ Laravel build LMS y coding មកចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតតើតងកន្លែងនេះគឺជាឈ្មោះ project របស់យើងគឺយើងត្រូវដាក់ឲ្យសូបល់មានន័យថាយើងដាក់ឈ្មោះហ្នឹងគឺខ្ញុំដាក់ឈ្មោះតាមរយៈសញ្ញាដាក់នេះបើសិនជាយើងដក clear វាអត់ត្រូវ syntax ទេចឹងខ្ញុំ enter មកចឹងពេលនេះគឺ process វាចាប់ផ្ដើមទៅបង្កើត project Laravel តាមរយៈ composer គឺយើងរងចាំបន្តិចមកចឹងពេលនេះបានបង្កើត project ហើយចឹងខ្ញុំមកចូលក្នុង directory នេះមកតាក់ទង cd Laravel របស់ខ្ញុំខ្ញុំដាក់ cd Laravel មកអូខេចឹងខ្ញុំបាយពាក្យ code .enter មានយើងបើក project ហ្នឹងជាមួយនឹង Visual Code ចឹងខ្ញុំអាចទៅចូលមើលនៅក្នុង package JSON មកអានេះគឺមានតាក់ទង build ចឹងខ្ញុំអាចទៅមើលនៅក្នុង composer JSON ចឹងយើងត្រឡប់មកតាក់ទងChatGPT របស់យើងវិញមកគឺបន្ទាប់ពីយើងធ្វើហើយចឹងយើង cd ចូលក្នុង directory ចឹងខ្ញុំបានមុននឹងហើយចឹងយើងទៅសាក run project នឹងមកចឹង run project គឺយើងប្រើ php artisan zer enter ចឹងជា default នៅក្នុង Laravel គឺប្រើប្រហែល port 8000ចឹងខ្ញុំ click លើវាមកចឹងនៅពេលដែលខ្ញុំ click លើវាគឺខ្ញុំទទួលបាន dashboard ចេះចឹងដើម្បីងាយស្រួលខ្ញុំចង់ទៅដូរតាក់ទង get started ដាក់ hello world ឬក៏ hello universe មកចឹងខ្ញុំ control c s search លើវាមកចឹងខ្ញុំអាច copy វា c s ញ៉ាំពណ៌យកក្រមនេះក៏ខ្ញុំ customize វាខ្ញុំដាក់ add មកណា hello world
or hello universe ចឹងខ្ញុំ reload វាវិញមក OK ចឹងខ្ញុំទទួលបានកន្លែងនេះគេគឺ hello អូបែរជាមុនហ្នឹងគឺខ្ញុំដាក់ hello ពីរដងពីច្រើនអ្នកដែលចូល start ដំបូងហ៊ាន programming មកក៏ជាឮថាពាក្យ hello world តែសម្រាប់ខ្ញុំដាក់ hello universe មកនេះចឹងទទួលបាននេះគេ hello world និង hello universe បាទសូមអរគុណ